Bạn số đây bọn bọn xa xa nó sơ thằng chế thì sẽ lại đọc án. Bạnនៅក្នុងវីដេអូនេះលោកគ្រូសូមលើកយកពាក្យសូដោយនិងពាក្យពុនបាទដើម្បីមកធ្វើការបង្ហាញបងប្អូនបាទសង្ឃឹមថាបងប្អូននឹងទទួលបានចំណេះដឹងថ្មីបន្ថែមតកតងទៅនឹងពាក្យសូដោយពាក្យនៃដូចពាក្យផ្ទុយឬក៏បញ្យលពាក្យនៅក្នុងភាសាខ្មែរចំពោះបងប្អូនដែលមានចម្ងល់បាទសូមធ្វើការ comment ខាងក្រោមវីដេអូលោកគ្រូក៏ដូចជាជួយ subscribe វីដេអូលោកគ្រូផងដើម្បីឲ្យលោកគ្រូមានលទ្ធភាពធ្វើបន្តទៅទៀតបាទចឹងទេដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមរីករាយដូចតទៅបាទពាក្យទី1នេះគឺពាក្យពុនដែលសរសេរពោលនៅវត្តៈពុនបាទពុនឋានៈពាក្យជាគុណនាមដែលមានន័យថាហួសក្រៃលើសលន់ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រមាណពេកថាឧទាហរណ៍ពុនប្រមាណគឺហួសប្រមាណពុនពេកឬពេកពុនគឺហួសពេកឬក៏ពេកណាស់មានទឹកចំនួនខ្លាំងក្រៃពេកពុនធំពុនប្រមាណជន់សាយលិចវេលលិចទាំងភូមិឋានអ្នកភូមិសឹងបានក្តីព្រួយគ្រប់គ្នាបាទអានេះគឺតកតងទៅនឹងពាក្យពុនពោលនៅបន្តបាទចំណែកឯពាក្យទី2បាទពាក្យទី2នេះគឺពាក្យពោលនៅជើងធោបាទពោលនៅជើងធោនេះយើងអានថាពុនបាទពុនបាទប្រពន្ធក៏សេពាក្យនឹងដែរពុនដាក៏សេនឹងដែរបាទគឺពុនឋានៈពាក្យជានាមមានន័យថាសួយអាករដែលប្រជានិករត្រូវបង់តាមកំណត់បាទសួយអាករដែលប្រជានិករត្រូវបង់តាមកំណត់យើងដឹងហើយណាពុនដូចជាពុនផ្លូវពុនឡានពុនម៉ូតូពុនអីផ្សេងជាច្រើនបាទកន្លែងយើងដែលត្រូវបង់ពន្ធហ្នឹងតែនៅក្នុងនេះសំដៅទៅលើពន្ធគេឧទាហរណ៍នេះគឺពន្ធតិចតួចទេបាទឧទាហរណ៍ពន្ធស្រូវពន្ធទូកទេពន្ធបងពន្ធដានេះបងពន្ធដានេះមិនបងសពគ្រប់បាទដូចជាពន្ធស្រូវពីចំនួនដើមយើងមានបងពន្ធប្រហែលជាមានបងពន្ធស្រូវហ្នឹងហើយតែបច្ចុប្បន្ននេះយើងអត់មានទេធ្វើស្រែតិចតួចហ្នឹងអត់មានបានបងពន្ធអីទេណាបាទពន្ធស្រូវពន្ធទូកពន្ធទេពន្ធបងពន្ធដាចំណែកពាក្យទី3បាទគឺពាក្យពុនពោណោពោសអុណោនេះពុនកិរិយាសព្ទមានន័យថារែកតែម្ខាងចុងដងរែកឬដំបងគឺពាក់ឬព្យួរអ្វីនឹងចុងដងរែកឬចុងដំបងជាដើមតែម្ខាងលីយកដៃទប់ចុងម្ខាងបាទបងប្អូនដឹងណាដងរែកវាមានពីរខាងមានក្បាល2ពេលដាក់លើស្មាទៅក្បាលនៅខាងមុខមួយក្បាលនៅខាងក្រោយមួយតែពាក្យពុននេះគឺសំដៅដាក់អីវ៉ាន់ហ្នឹងឬក៏កញ្ចប់អីមួយឬក៏អីហ្នឹងអ្វីផ្សេងហ្នឹងតែម្ខាងចុងដងរែកហ្នឹងទេអាហ្នឹងគេហៅពុនបាទឧទាហរណ៍ពុនបង្វិចពុនល្អីបាទពុនបង្វិចពុនល្អីបាទអញ្ចឹងចំពោះការបង្ហាញរបស់ខ្ញុំបាទនៅពេលនេះបាទសូមបញ្ចប់តែប៉ុណ្ណេះបាទយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ